សួស្តីបងប្អូននេះខ្ញុំកំពុងតែយកដងទុំ5ផ្លែយកមកគៀបយកខ្ទិះដំបូងពេលយើងពុះដងហើយយើងចិតសបកអាខ្មៅនឹងអស់ចេញទៅហ្នឹងហើយចឹងយើងយកទៅលាងទឹកអីចឹងឲ្យស្អាតចឹងទៅហើយដល់ពេលហើយយើងចិតជាចំណិតហើយយើងយកអាទឹកដូងដែលយើងពុះបានហ្នឹងយកទៅដាក់ក្នុងម៉ាស៊ីនកិនដើម្បីកិនឲ្យវាតូចដល់ហើយយើងយកមកដាក់ក្នុងម៉ាស៊ីនគៀបយកខ្ទិះហើយនេះគឺទឹកដូងហើយនឹងខ្ទិះណាបងប្អូនដល់ហើយរួចហើយខ្ញុំយកពុំផ្លាស្ទិកនេះយកមកចាក់ដូងដាក់ចូលក្នុងហ្នឹងទៅខ្ទិះដូងហ្នឹងពេលមកយប់ហើយវានឹងកកដល់ពេលយើងធ្វើអញ្ចឹងទៅវាងាយស្រួលពេលយើងចង់យកប្រមាណយកមកដាក់ស្លយើងយកទាំងដុំមកវាមិនជាប់ចាំបាច់វាយចាំបាច់អីចឹងណាបងប្អូនងាយស្រួលជាទីបំផុតហើយបងប្អូនអើយធ្វើទៅជាងយើងទៅទិញមួយកំប៉ុង$2 $3អីចឹងឬមួយក៏អា$1.50នេះចឹងទៅសុទ្ធតែទឹកហើយនឹងម្សៅហើយនឹងគេដាក់ក្លិនឲ្យធំក្លិនដូងទេបងប្អូនអើយហើយដល់ហើយបងប្អូនឯងយកមកស្លទៅវាអត់សូវមានជាតិចាក់2កំប៉ុង3កំប៉ុងម្ដងហ្នឹងហើយសិតតែទឹកហើយនឹងម្សៅហើយនឹងក្លិនហើយបើយើងធ្វើអញ្ចេះគឺខ្ទិះដូងមកបានទាំងអស់តែម្ដងគ្រាន់តែចំណាយពេលធ្វើថ្ងៃយើងឈប់សម្រាប់អីចឹងតិចតួចចឹងទៅហ្នឹងហើយយើងធ្វើទុកទៅ5ផ្លែអញ្ចឹងទៅបានឡើងច្រើនណាស់នេះខ្ញុំបង្ហាញតែមួយថាសទេបងប្អូនអ្នកក្រោយហើយយើងចាក់ចូលក្នុងពុំអញ្ចឹងទៅយើងក្របឲ្យស្អាតទៅមកយប់យើងបកចេញមកគឺយើងអាចយកទាំងដុំហ្នឹងដាក់ចូលក្នុងថង់ផ្លាស្ទិកហ្នឹងហើយដល់ពេលយើងស្លយើងយកមកដុំពីរដុំអីចឹងទៅយើងយកមកដាក់ក្នុងម៉ៃក្រូវេវអីចឹងទៅយើងចង់យកបានខ្ទិះស្រោចតៅស្រន់ឬក៏ស្អីផ្សេងយើងបានឆ្ងាញ់ហ្មងណាជឿខ្ញុំចំណាយពេលធ្វើខ្លួនឯងទៅបងប្អូនអើយពេលមើលវីដេអូនេះហើយសូមជួយ share ផងណាបងប្អូនអរគុណច្រើន